ក្នុងអាកំបាំងនៃហុងស៊ុយទីធ្លាមុខផ្ទះតើយើងធ្វើយ៉ាងណាដើម្បីទីធ្លាខាងមុខផ្ទះនោះមានលក្ខណៈពិសេសសម្រាប់ស្រូបទាញយកឥទ្ធិពលពីធម្មជាតិមកសម្រាប់បម្រើជីវិតរបស់យើងទីធ្លាមុខផ្ទះយ៉ាងណាបាទយើងមកមើលខាងនេះបាទនេះជាទូផ្ទះរបស់យើងហើយនេះខាងមុខផ្ទះរបស់យើងនេះជាទីធ្លាខាងមុខផ្ទះរបស់យើងខាងមុខផ្ទះរបស់យើងបាទយើងតោងមានបាទពីខាងមុខហ្នឹងបាទគេហៅថាមានថាសហ្នឹងប្រវែងវាពី8តឹកទៅ1ម៉ែត្រពីទឹកបន្ទាប់មកមានកម្មចន្ទើ1កម្ម3កម្មឬក៏5កម្មបាទឬក៏យើងអត់មានចន្ទើក៏បានដែរតែលើយ៉ាងម៉េចនៅខាងមុខផ្ទះនេះបាទឲ្យមានទំនាបបាទទៀបនេះកន្លែងស្រូបទាញកន្លែងតាក់ទាញអំណាចឥទ្ធិពលនិងទ្រព្យធនពីធម្មជាតិនៅកន្លែងហ្នឹងបាទធ្វើម៉េចឲ្យកន្លែងហ្នឹងពេលភ្លៀងធ្លាក់ពីលើផ្ទះពីលើដំបូលយើងមកធ្លាក់មកនៅកន្លែងហ្នឹងហូរពីខាងនេះមកពីជំនាញផ្ទះខាងហ្នឹងនិងជំនាញផ្ទះខាងនោះមកឲ្យនៅតំណឹងហូរពីផ្លូវមកឲ្យពីនៅតំណឹងនេះជាទីធ្លាបណ្ដុំដោយទឹកនេះបាទកាលណាភ្លៀងមកវាមកសំចតនៅកន្លែងនេះរយៈកាល5នាទីឬក៏10នាទីរួចហើយវាហូរទៅណាទៀតតែទៅកាលណាវាសំចតវាទុកកម្លាំងធម្មជាតិដែលភាសាហុងស៊ុយគេហៅថាឈីនេះវាជាកម្លាំងឥទ្ធិពលនៃធម្មជាតិកាលណាវាដល់កន្លែងហ្នឹងសំចតកន្លែងហ្នឹងវានៅតំណឹងនៅពេលដែលយើងដើរមកបាទឈីនេះវាជាប់តាមជើងយើងជាប់តាមជើងយើងហើយវាចូលមកក្នុងផ្ទះរបស់យើងវាកើតទៅជាជោគវាកើតទៅជាសិរីសួស្តីវាកើតទៅជាមង្គលវាកើតទៅជាទ្រព្យសម្រាប់បម្រើជីវិតដ៏រុងរឿងរបស់យើងនេះហើយគឺជាលក្ខណៈពិសេសទីធ្លាខាងមុខផ្ទះបាទដែលមានហុងស៊ុយល្អនោះបើលោកស្រីនៅមានចម្ងល់ឬក៏ចង់តាក់ទងមកលោកគ្រូសូមខមមិនចូលមកឬក៏តាក់ទងតាមលេខទូរស័ព្ទខាងលើ